ជាដំបូងខ្ញុំសូមជម្រាបសួរទៅកាន់លោកគ្រូខ្ញុំឈ្មោះម៉ាលីហើយនេះខ្ញុំនឹងមក present អំពី topic self focusing and budgeting ចំណុចបន្ទាប់ទៀតគឺជា objective នៅក្នុង topic នេះមាន10ចំណុចហើយទៅដល់ចំណុចទី1នោះគឺគោលបំណងពីការសិក្សានៅជំពូកមួយនេះអីដែលយើងអាចរៀនសូត្របានគឺការស្វែងយល់ពីទូនាទីនៃការព្យាករណ៍នៅក្នុងការធ្វើផែនការទីផ្សារការចាប់យកបច្ចេកទេសនៃការព្យាករណ៍គុណភាពចាប់យកបច្ចេកទេសបរិមាណទទួលស្គាល់ពីរបៀបដែលកម្មវិធីកុំព្យូទ័រហ្នឹងវាជួយដល់ការព្យាករណ៍នៅក្នុងការងាររបស់យើងការវិតម្លៃសារៈសំខាន់នៃថវិកានៅក្នុងប្រតិបត្តិការរបស់អង្គការនីមួយៗស្វែងយល់ពីរបៀបដែលថវិកាលក់ត្រូវបានបង្កើតឡើងនិងគោលបំណងរបស់វាការព្យាករណ៍ការលក់មានសារៈសំខាន់ណាស់សម្រាប់ការរៀបចំផែនការសកម្មភាពនាពេលអនាគតនិងការបែងចែកធនធានអ្នកគ្រប់គ្រងផ្នែកលក់គួរតែមើលការខុសត្រូវទៅលើការព្យាករណ៍ដែលជាផ្នែកមួយនៃការធ្វើផែនការទីផ្សារព្រោះថាវាប៉ះពាល់ដោយផ្ទាល់ដល់ថវិកានិងមុខងារអាជីវកម្មផ្សេងៗជាច្រើនទៀតដល់ចំណុចទី2នោះគឺការរៀបចំផែនការព្យាករណ៍ការលក់គឺចាំបាច់សម្រាប់ផែនការនៃអាជីវកម្មហើយវាគួរតែត្រូវបានគ្រប់គ្រងដោយអ្នកគ្រប់គ្រងផ្នែកលក់ប្រភេទនៃការព្យាករណ៍មានដូចជាការព្យាករណ៍រយៈពេលគឺប្រហែលជាមួយឆ្នាំហើយណែនាំអំពីការរៀបចំថវិកានិងការបែងចែកធនធានដែលមានចំណែកការព្យាករណ៍រយៈពេលវែងគឺប្រហែលជាមានរយៈពេល3ទៅ4ឆ្នាំវាជួយនៅក្នុងការធ្វើផែនការយុទ្ធសាស្ត្រនិងការបណ្ដុះបណ្ដាលកម្លាំងពលកម្មចំណែកឯផលប៉ះពាល់នៃការព្យាករណ៍ការលក់មានដូចជាផលិតកម្មធនធានមនុស្សការទិញហិរញ្ញវត្ថុនិងការចំណាយការស្រាវជ្រាវនិងអភិវឌ្ឍការព្យាករណ៍ត្រឹមត្រូវធានាបាននូវផែនការសម្របសម្រួលនៅទូទាំងនាយកដ្ឋានដែលនាំទៅដល់ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងភាពជោគជ័យរយៈពេលវែងចូលដល់ចំណុចទី3នោះគឺកម្រិតនៃការព្យាករណ៍គឺជាដំណើរការនៅក្នុងកម្រិតជាច្រើនចាប់ពីការព្យាករណ៍អន្តរជាតិនិងថ្នាក់ជាតិរហូតដល់ការព្យាករណ៍ពីឧស្សាហកម្មក្រុមហ៊ុននិងការព្យាករណ៍ផលិតផលជាក់លាក់បន្ទាប់មកការព្យាករណ៍ទាំងនេះត្រូវបានបែងចែកទៅតាមរដូវកាលនិងភូមិសាស្ត្រដែលធ្វើឲ្យវាកាន់តែពាក់ព័ន្ធសម្រាប់ការគ្រប់គ្រងការលក់ការព្យាករណ៍កម្រិតម៉ាក្រូដែលគឺជាការព្យាករណ៍អន្តរជាតិនិងជាតិនេះឯងជាធម្មតាអាចរកបានពីប្រភពខាងក្រៅនិងជួយក្រុមហ៊ុនកែតម្រូវការព្យាករណ៍ផលិតផលផ្ទាល់ខ្លួនរបស់ពួកគេចំពោះការព្យាករណ៍កម្រិតក្រុមហ៊ុនណែនាំយុទ្ធសាស្ត្រទីផ្សារនិងការលក់ដោយកំណត់ពីរបៀបរៀបចំល្បែងទីផ្សារចំណែកការព្យាករណ៍កម្រិតផលិតផលផ្ដល់នូវការយល់ដឹងលម្អិតនិងអាចធ្វើសកម្មភាពបានសម្រាប់ក្រុមលក់និងមានឥទ្ធិពលទៅលើការចំណាយថវិកានិងប្រាក់ចំណូលកម្លាំងលក់ហើយចំពោះការព្យាករណ៍ការលក់អាចធ្វើឲ្យការគ្រប់គ្រងការលក់អាចគ្រប់គ្រងប្រតិបត្តិការនិងជំរុញឲ្យដល់ការបង្កើតប្រាក់ចំណូលចូលដល់ចំណុចទី4បច្ចេកទេសគុណភាពវាគឺជាវិធីសាស្ត្រព្យាករណ៍គុណភាពឬក៏ការវិនិច្ឆ័យប្រធានបទដែលវាពឹងផ្អែកទៅលើមតិរបស់អ្នកជំនាញនិងការយល់ដឹងរបស់អតិថិជនជាជាងការប្រើប្រាស់រូបមន្តគណិតវិទ្យាបច្ចេកទេសទាំងនេះមានប្រយោជន៍ជាពិសេសនៅពេលដែលទិន្នន័យប្រវត្តិសាស្ត្រត្រូវបានកំណត់ឬនៅពេលដែលព្យាករណ៍ផលិតផលថ្មីជារឿយៗវាទាមទារការព្យាបាលស៊ីជម្រៅលើសពីជំពូកតែមួយការធ្វើតេស្តផលិតផលនិងទីផ្សារសាកល្បងការធ្វើតេស្តផលិតផលបច្ចេកទេសបរិមាណវិធីសាស្ត្រទាំងនេះអាស្រ័យលើគំរូគណិតវិទ្យាដូចជាការវិភាគសេរីពេលវេលាប្រើទិន្នន័យប្រវត្តិសាស្ត្រដែលជារឿយៗត្រូវបានធ្វើឲ្យរលូននៃការផ្លាស់ប្ដូរមធ្យមដើម្បីវាយតម្លៃការលក់នាពេលអនាគតចំពោះបច្ចេកទេសមូលហេតុបង្កើតទំនាក់ទំនងរវាងអធិឯករាជ្យដូចជាសចនាករសេដ្ឋកិច្ចនិងលទ្ធផលនៃការលក់ដើម្បីព្យាករណ៍តម្រូវការទាមទារការជ្រើសរើសអធិដោយប្រុងប្រយ័ត្ននិងការទទួលស្គាល់គម្លាតដែលអាចកើតមានឡើងនៅពេលអនាគតផងដែរចំណុចទី5នោះគឺបច្ចេកទេសបរិមាណផ្នែកនេះផ្ដោតលើវិធីសាស្ត្រព្យាករណ៍បរិមាណដោយសង្កត់ធ្ងន់ទៅលើការប្រើប្រាស់របស់ពួកគេក្នុងការទស្សន៍ទាយការលក់ដោយប្រើប្រាស់ទិន្នន័យចាប់ផ្ដើមដំបូងនិងឧបករណ៍កម្មវិធីទំនើបចំណុចសំខាន់រួមមានដូចជាការស្មុំកូនដំឡូងនិងខ្សែកោងនៃវដ្តជីវិតការព្យាករណ៍ផលិតផលថ្មីពឹងផ្អែកលើទិន្នន័យដែលយើងលក់ពីដំបូងនេះឯងថែមពីនេះក៏មានការប្រើប្រាស់កម្មវិធីព្យាករណ៍ពិសេសនិងកម្មវិធីពិភពលោកពិតជាដើមចូលដល់ចំណុចទី6នោះគឺគោលបំណងនៃថវិកាការដឹងពីគោលបំណងរបស់ថវិកាយើងគឺវាជាសំខាន់ខ្លាំងមែនទែនការព្យាករណ៍ការលក់វាដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់ការធ្វើផែនការអាជីវកម្មជាមួយនឹងថវិកាដែលបានបែងចែកទៅនាយកដ្ឋានផ្សេងវាគឺជាមធ្យោបាយនៃការគ្រប់គ្រងហិរញ្ញវត្ថុដ៏ល្អមួយការព្យាករណ៍រយៈពេលមធ្យមមិនត្រឹមត្រូវវាអាចនាំឲ្យបាត់បង់ឱកាសលក់ឬក៏បញ្ហាហិរញ្ញវត្ថុដែលអាចទាមទារប្រាក់កម្ចីរយៈពេលខ្លីហើយមានតម្លៃថ្លៃការព្យាករណ៍មិនល្អគឺជាមូលហេតុទូទៅនៃការបរាជ័យនៃអាជីវកម្មដោយសារតែបញ្ហាលំហូរសាច់ប្រាក់ជាជាងបញ្ហាការផលិតផលឬក៏ការលក់ទៅទៀតចូលដល់ចំណុចទី7នោះគឺការកំណត់ថវិកាចំណុចនេះគឺពិតជាចាំបាច់ព្រោះថាថវិកាផ្នែកលក់គឺចាំបាច់សម្រាប់ការសម្រេចចិត្តការសម្រេចបាននៅការលក់ដែលបានព្យាករណ៍ហើយត្រូវបានបែងចែកទៅជាធាតុចម្ងាយសំខាន់ចំនួន3មានដូចជា1ការលក់ថវិកាចំណាយវាគ្របដណ្ដប់លើការចំណាយទាក់ទងនឹងបុគ្គលិកផ្នែកលក់កម្រៃជើងសារការចំណាយនិងការបណ្ដុះបណ្ដាល2ថវិកាផ្សព្វផ្សាយការចាត់ខំប្រឹងប្រែងផ្សព្វផ្សាយជាមួយនឹងវិធីសាស្ត្រសម្រាប់ការកំណត់ការចំណាយរួមមាននៃការលក់កាលពីឆ្នាំមុនការផ្គូផ្គងការចំណាយរបស់ដៃគូប្រកួតប្រជែងការបែងចែកថវិកាដែលនៅសល់បន្ទាប់ពីថវិកាផ្សេងៗទៀតការកំណត់ការចំណាយដែលត្រូវការដោយផ្នែកលើគោលបំណងទីផ្សារនិងការទុកការផ្សាយពាណិជ្ជកម្មជាការវិនិយោគរយៈពេលវែងចំណុចទី3នោះគឺថវិការដ្ឋបាលគ្របដណ្ដប់លើការស្រាវជ្រាវទីផ្សារការគ្រប់គ្រងការលក់និងការចំណាយទៅលើបុគ្គលិកផ្សេងៗចូលដល់ចំណុចទី8ថវិកាលក់អាចនិយាយបានថាគឺជាប្រាក់ចំណូល
សរុបដែលរំពឹងទុកពីផលិតផលរបស់យើងទាំងអស់នឹងឯងហើយថាវិការលក់បំរើជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ថាវិការរបស់ក្រុមហ៊ុនទាំងមូលព្រោះថាសកម្មភាពទាំងអស់ត្រូវបានជះឥទ្ធិពលដោយការលក់និងប្រាក់ចំណូលសរុបដែលប៉ះពាល់ដល់ហិរញ្ញវត្ថុនិងផលិតកម្មនៅក្នុងក្រុមហ៊ុនខណៈនយោករចំណាយមើលថាវិការជាការបង្កើតប្រាក់ចំណូលដោយថាវិការលក់តំណាងឲ្យនាយកដ្ឋានលក់ថាវិការផលិតកម្មគ្រប់ដណ្ដប់លើផលិតកម្មនិងថាវិការរដ្ឋបាលកំដប់លើការចំណាយបុគ្គលិកហិរញ្ញវត្ថុនិងមិនមែនជាផលិតកម្មថាវិការសាច់ប្រាក់និងប្រាក់ចំណេញក៏ត្រូវបានបង្កើតឡើងផងដែរចូលដល់ចំណុចទី9គឺជាការបែងចែកថាវិការបែងចែកថាវិការវាសំដៅទៅលើដំណើរការនៃការចែកចាយធនធានហិរញ្ញវត្ថុដែលមាននៅទូទាំងនាយកដ្ឋានទាំងគម្រោងឬក៏សកម្មភាពផ្សេងគ្នានៅក្នុងអង្គការមួយវាក៏ពាក់ព័ន្ធទៅនឹងការសម្រេចចិត្តថាតើប្រាក់ប្រមាណគួរត្រូវបានចាត់ចែងទៅតំបន់នីមួយៗដើម្បីឲ្យធានាបាននៅប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការសម្រេចបាននូវគោលដៅបន្ថែមពីនេះវាតម្លៃសក្តានុពលនៃការលក់នៃទឹកដីដោយប្រើវិធានការជំនួសដូចជាប្រាក់ចំណូលដែលអាចប្រើបានទំហំទីផ្សារគោលដៅនិងបន្ទុកការងារការតម្រឹមថាវិការលក់ដោយយុត្តិធម៌ដោយពិចារណាទៅលើបទពិសោធន៍និងការអនុវត្តកន្លងមកកូតាលក់បំរើជាការលើកទឹកចិត្តនិងវិធានការអនុវត្តកូតាគឺជាដែនកំណត់ឬក៏គោលដៅដែលបានកំណត់សម្រាប់កិច្ចការគោលដៅឬក៏ធនធានជាក់លាក់មួយកូតាត្រូវបានប្រើជាទូទៅក្នុងអាជីវកម្មសេដ្ឋកិច្ចនិងនយោបាយដើម្បីគ្រប់គ្រងការអនុវត្តពាណិជ្ជកម្មឬផលិតកម្មផ្សេងៗចូលដល់ចំណុចចុងក្រោយនោះគឺ conclusion សេចក្តីសន្និដ្ឋានជារួមមកគោលបំណងនៃការព្យាករណ៍ការលក់វាត្រូវបានបញ្យល់ហើយវាត្រូវបានសង្កត់ធ្ងន់ថាមុខងារហ្នឹងវាពឹងផ្អែកលើការគ្រប់គ្រងការលក់សារៈសំខាន់របស់វាចំពោះដំណើរការធ្វើផែនការត្រូវបានបង្កើតឡើងបើសិនជាគ្មានការព្យាករណ៍ត្រឹមត្រូវការធ្វើផែនការក៏នឹងគ្មានប្រយោជន៍ទេគោលបំណងនៃការបោះផ្សាយជាមុនត្រូវបានពិចារណាក្នុងរយៈពេលខ្លីមធ្យមនិងវែងហើយអត្ថប្រយោជន៍នៃវត្ថុនីមួយៗត្រូវបានបង្កើតឡើងនៅក្នុងមុខងារសំខាន់ៗនៃបញ្ញាផលិតកម្មឬក៏សេវាកម្មណាមួយការព្យាករណ៍មានដូចជាការព្យាករណ៍ល្អទាមទារយុទ្ធសាស្ត្រល្អការព្យាករណ៍ល្អទាមទារការយល់ដឹងអំពីអាកប្បកិរិយារបស់អ្នកទិញការព្យាករណ៍ល្អទាមទារដំណើរការបំពង់បង្ហូរប្រេងដែលជំរុញដោយចំណុចសំខាន់ការព្យាករណ៍ល្អទាមទារឲ្យមានការកែលម្អជាបន្តបន្ទាប់និងមានការអភិវឌ្ឍហើយ topic មួយនេះក៏ត្រូវបានបញ្ចប់ហើយនេះគឺជា reference ហើយខ្ញុំក៏សូមគោរពអរគុណចំពោះលោកគ្រូដែលបានចំណាយពេលវេលាដ៏មានតម្លៃដើម្បីស្ដាប់នៅវីដេអូមួយនេះសូមអរគុណសូមជម្រាបលា